ដំណឹងបន្ទាន់ដំណឹងបន្ទាន់តាក់ទងទៅនឹងរឿងរ៉ាវគ្រោះរំជួយដីនាទឹកដីនៃប្រទេសវៀតណាមមិនដល់24ម៉ោងផងវៀតណាមជួបគ្រោះរំជួយដី13លើកទួនគ្នាឯណោះបើតាមសេចក្តីប្រកាសរបស់មជ្ឈមណ្ឌលព័ត៌មានរំជួយដីនឹងការព្រមានអំពីរលកយក្សស៊ូណាមិនៃប្រទេសវៀតណាមគិតចាប់តាំងតែពីថ្ងៃអាទិត្យរហូតដល់ព្រឹកថ្ងៃច័ន្ទខេត្តកុងធំខេត្តខ្វាងណាំបានជួបប្រទះការរំជួយដីទួនចំនួន13លើកក្នុងរយៈពេលមិនដល់24ម៉ោងផងប៉ុន្តែសុទ្ធសឹងជាកម្រិតស្រាលមិនបណ្ដាលឲ្យមានជនរងគ្រោះឬបង្កការខូចខាតធ្ងន់ធ្ងរអ្វីនោះឡើយបើតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានវៀតណាមនាយកមជ្ឈមណ្ឌលខាងលើបាននិយាយថានៅរសៀលថ្ងៃអាទិត្យនៅក្នុងស្រុកណាំត្រាមីនិងកងប្លុងកើតមានរំជួយដីចំនួន8លើកជាមួយនឹងកម្លាំង 2.5 ទៅ 4.2 Richter ក្រោយមកចាប់ពីពាក់កណ្ដាលអាធ្រាត្រថ្ងៃអាទិត្យដល់ព្រឹកម៉ោង4ថ្ងៃច័ន្ទការរំជួយដី4លើកទៀតក្នុងកម្រិតចន្លោះពី 2.5 ទៅ 3 Richter បានកើតមានឡើងនៅក្នុងស្រុកណាំត្រាមីចំណែកស្រុកកងប្លុងក៏រំជួយដីមួយលើកទៀតផងដែរដែលមានកម្លាំង 3.4 Richter ខណៈការរំជួយដីទាំងនេះសុទ្ធសឹងមានជម្រៅ 8.1 គីឡូម៉ែត្រត្បិតថាការរំជួយដីនៅមានកម្រិតស្រាលក៏ដោយប៉ុន្តែអាជ្ញាធរវៀតណាមបានចុះទៅពិនិត្យមើលនិងវាយតម្លៃស្ថានភាពក៏ដូចជាពិភាក្សាអំពីវិធានការនានាដើម្បីត្រៀមខ្លួនក្នុងករណីកើតមានគ្រោះអាក្រក់ណាមួយនាពេលអនាគតសូមជម្រាបជូនផងដែរថាចាប់តាំងតែពីខែមេសាឆ្នាំ2021មកខេត្តកងធំបានជួបគ្រោះរំជួយដីរាប់រយលើកជាពិសេសនៅស្រុកកុងប្លុងតែម្ដងក្នុងនោះការរំជួយដីដ៏ខ្លាំងបំផុតដែលមានកម្រិត5 Richter ត្រូវបានកត់ត្រានៅថ្ងៃទី28ខែកក្កដាឆ្នាំ2024អញ្ចឹងពុកម៉ែបងប្អូនគឺមានការរំជួយដីនៅវៀតណាមមិនដល់24ម៉ោងផងមានគ្រោះរំជួយដីរហូតដល់ទៅគេថារាប់សិបលើកនៅពុកម៉ែបងប្អូនណាចំនួន13លើកហើយនៅតាមបណ្ដាខេត្តផ្សេងទៀតក៏មានរលកនៃការរំជួយដីដែរក៏មានរលកនៃការរំជួយដីដែរតាក់ទងទៅនឹងព័ត៌មានពុកម៉ែបងប្អូនចូលរួមបញ្ចេញមតិយោបល់ម្នាក់មួយផងបើសិនជាលើកទៅលើសលួសត្រូវខុសដោយប្រការណាមួយក៏សូមខន្តីអភ័យទោសនិងសូមជម្រាប